chơi lột toàn phần đất và chu đông làm được Mriệp xua 안녕하세요. chúng tiếp xúc này nào không nhé Mriệp xua 안녕하세요. 미소치과 대표 분야하는 유기동입니다. xong chúng tiếp xúc này nào không nhé trong bát cứ chia mà cha mình tìm về thông minh mi số và đôi chia chỉ toàn mình lần rút này mình tìm về mi số chung mốt du đồng 바쁜 시간에도 이렇게 바쁜 시간에도 이렇게 참여해 주셔서 정말 감사합니다. thầy có xong làm đồng thuậnอย่างchia sẻสำหรับการจำหน่ายเป้เวทีดำเนินไปของเราเนี่ยต้องการโชว์รูปในประเทศของเรา 오늘 이렇게 좋은 자리를 마련해 주신 애터미 관계자 여러분께 진심으로 감사드립니다. ខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់ក្រុមហ៊ុនទូរកម្ពុជាដែលបានផ្ដល់ឱកាសឲ្យខ្ញុំបាទមានឱកាសក្នុងការចូលនៅលើឆាកនេះផងដែរ 오늘 강의는 뭐 어렵거나 복잡한 내용은 아니고요. 실생활에서 바로 도움이 되는 구강 건강 이야기를 중심으로 해서 말씀드리겠습니다. ជាក់ស្ដែងមេរៀននៅថ្ងៃនេះមិនមែនជាមេរៀនដែលពិបាកឬក៏ពិបាកក្នុងការនិយាយយល់ទេប៉ុន្តែវាគឺជាមេរៀនដែលយើងត្រូវការចាំបាច់ឲ្យយល់អំពីទំនៀមទម្លាប់ក្នុងការថែទាំវត្តថ្មីរបស់យើងប្រចាំថ្ងៃនេះ 짧은 시간이지만 여러분께 최대한 도움이 될 수 있는 많은 정보를 전달해 드리도록 노력하겠습니다. ទោះបីជាពេលវេលារបស់ខ្ញុំបានខ្លីយ៉ាងណាក៏ដោយខ្ញុំនឹងព្យាយាមឲ្យលទ្ធភាពក្នុងការបញ្ជូនព័ត៌មានបានលម្អិតពាក់ព័ន្ធជាមួយនឹងសុខភាពរបស់ខ្ញុំជូនលោកអ្នកនៅពេលនេះផងដែរ 편안한 마음으로 함께 해주시면 감사하겠습니다. ហើយក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងទម្លាក់ចោលនៅបន្ទុកទាំងអស់ហើយទទួលយកនៅមេរៀនរបស់ខ្ញុំនៅថ្ងៃនេះផងដែរ 그럼 바로 시작할게요. ខ្ញុំនឹងចាប់ផ្ដើមមេរៀននៅថ្ងៃនេះផងដែរ 제 얼굴인데요. ដូចខ្ញុំដូចខាងក្រៅបាទ Đôi 머리가 하얘서 그렇지 뭐 크게 나이도 많지 않습니다. តាមពិតសក់ខ្ញុំសពេញនៅកណ្ដាលប៉ុន្តែខ្ញុំមិនទាន់ច្រើនបានទេ 우선 그 구강에 대해서 간단하게 얘기할 거고요. 네. ដូច្នេះខ្ញុំនឹងជម្រាបខ្លះក៏ដូចជារឿងមូលដ្ឋានគ្រឹះបំផុតនៅក្នុងការថែទាំវត្តថ្មីរបស់យើង 여러분 그 치과는 흔히 아프면 가야지 하고 오시는 거라고 생각하시죠? អ្នកទាំងអស់គ្នាអញ្ចឹងជាទូទៅអ្នកទាំងអស់គ្នាតែគិតថាតជឿថ្មីមិនទៅបែបថ្មីទៅទេ Trời 근데 하지만 우리 몸에서 새들이 가장 많이 존재하는 곳이 구강이고 몸으로 들어오는 첫 관문이 입입니다. យើងអាចនិយាយមកថាមាត់ថ្មីគឺជាចំណុចចាប់ផ្ដើមមួយដែលនៅដែលអាហារទាំងអស់ចូលទៅក្នុងពោះរបស់យើងហើយនៅក្នុងមាត់ក្នុងក្រអូបមាត់យើងទាំងមូលគឺសម្បូរដោយរោគច្រើនមែនទែន 그 입안에서 작은 염증이나 문제가 생기면 전체 건강에도 큰 영향을 줄 수 있고요. 그 오늘은 왜 구강의 문제가 전체 건강에 영향을 주는지 그거에 대해서 함께 알아보도록 하겠습니다. ហើយបើសិនជានៅក្នុងមាត់របស់យើងមានរបួសឬក៏មានការរលាកដាច់រលាត់អីគឺវាអាចប៉ះពាល់ទៅដល់សុខភាពនៅក្នុងរាងកាយរបស់យើងទាំងមូលតែថ្ងៃនេះផងដែរខ្ញុំនឹងជម្រាបថាហេតុអ្វីបានជាខ្ញុំលើកឡើងដូចនេះជូនអ្នកទាំងអស់គ្នា 구강의 문제는 아주 조그만 데서 시작이 됩니다. បញ្ហានៅក្នុងសុខភាពរបស់ខ្ញុំគឺចាប់ផ្ដើមពីបញ្ហាបន្ទាល់បំផុត 눈에 보이지 않는 치태나 초기 충치 그리고 붓지 않은 잇몸 염증들 때문에 이런 단계에서는 뭐 통증도 없고요, 뭐 불편함도 적고 그러니까 대부분 그냥 지나치게 됩니다. ដោយសារតែការចាប់ផ្ដើមតូចឬក៏មានរបួសមានបញ្ហាតូចនៅក្នុងកោមាត់នៅក្នុងមាត់របស់យើងទាំងមូលហ្នឹងវាមិនមានការប៉ះពាល់អារម្មណ៍យើងខ្លាំងទេដោយសារតែជួនកាលយើងមានអារម្មណ៍ថាគាត់តែឈាមចាស់បន្តិចឬក៏គ្រាន់តែមានបញ្ហាដូចជាឈឺឬថ្មីបន្តិចឬក៏ស្រាវថ្មីបន្តិចអញ្ចឹង
វាអាចជាបញ្ហាធំសម្រាប់ការធ្វើសកម្មភាពសេដ្ឋកិច្ចប្រចាំថ្ងៃរបស់យើងទេ 하지만 이런 사소한 문제를 방치하게 되면 구치나 잇몸 출혈이나 치아 시린, 뭐 치아 통증, 그리고 치아 흔들림 같은 게 생겨요. ប៉ុន្តែបើសិនជាក្នុងករណីតូចៗទាំងនោះយើងមិនបានយកចិត្តទុកដាក់អ្វីដែលជាបញ្ហាប្រឈមនោះគឺទី1នឹងធ្វើឲ្យយើងបង្កក្លិនមាត់ឲ្យមានបង្កជាក្លិនមាត់មានឈាមតាមអញ្ចាញថ្មីមានគេហៅថាដូចជាអាការៈស្រាវថ្មីអាការៈពុកថ្មីក៏ដូចជាមានអាការៈដែលរង្គើពោះថ្មីពុលថ្មីផងដែរ 이런 작은 신호들, 몸에서 일어나는 신호들을 놓치지 않는 습관들이 우리 건강을 지키는 가장 중요한 비결입니다. ដូច្នេះអ្វីដែលសំខាន់បំផុតនៅក្នុងការចាប់ផ្ដើមថែសុខភាពប្រចាំថ្ងៃរបស់យើងការថែទាំមាត់ថ្មីនិងកុំមើលរំលងរាល់បញ្ហាតូចៗដែលកើតមាននៅក្នុងមាត់របស់យើងអត់សោះ 지금 보시는 그 그림처럼 그 치아 표면에 치태나 뭐 잇몸 부종 같은 게 생기면 그 치아 세균이 치아를 자극해서 치아에 뭐 염증 같은 거가 많이 생깁니다. អញ្ចឹងដោយដែលលោកអ្នកបានឃើញនៅលើអេក្រង់ផងដែរដំបូងឡើងគឺយើងចាប់ផ្ដើមមានស្នឹមនៅខាងគល់ថ្មីហើយស្នឹមនៅខាងគល់ថ្មីនោះនឹងតាក់ទាញមេរោគធ្វើឲ្យយើងកើតចេញជាអាការៈថាមអញ្ចាញថ្មីក៏ដូចជាធ្វើឲ្យយើងចាប់ផ្ដើមទទួលរងនៅអាការៈពុកនៅថ្មីផងដែរ 이런 치태나 이런 것들이 단순히 뭐 음식물 찌꺼기가 아니고 세균 덩어리입니다. អាចនិយាយមកថាស្នឹមនៅតាមគល់ថ្មីនេះវាមិនមែនគ្រាន់តែជាស្នឹមថ្មីធម្មតាទេប៉ុន្តែវាគឺជាដុំមេរោគដែលអាចធ្វើឲ្យសុខភាពមាត់ថ្មីរបស់យើងមានបញ្ហាធំទៅនៅថ្ងៃក្រោយ 그 잇몸뼈나 이런 것들이 한번 파괴되면 다시 회복되는 게 상당히 어렵습니다. ដូចជាការដែលមានអាការៈពុកថ្មីឬក៏ដង្កូវស៊ីថ្មីធ្វើឲ្យបាត់បង់នៅផ្នែកខ្លះនៃសាច់ថ្មីរបស់យើងគឺវាពិបាកនៅក្នុងការជួសជុលក៏ដូចជាប៉ះពាល់ឡើងវិញខ្លាំងណាស់ 그래서 보통 이제 여러분들도 자주 하실지는 모르겠지만 그 스케일링으로 끝날 수 있는 이런 문제를 제대로 스케일링이 되지 않고 하면 뭐 치아 발치도 할 수 있고요. 뭐 임플란트로 이렇게 진료가 커질 수도 있어요. អញ្ចឹងបើដើម្បីដោះស្រាយបញ្ហាកំណកកបោក៏ស្នឹមនៅតាមគល់ថ្មីអ្វីដែលសំខាន់បំផុតគឺការដុសថ្មីជាប្រចាំក៏ដូចជាការទទួលយកសេវាកម្ម scaling នៅគល់ថ្មីនេះជាប្រចាំផងដែរដើម្បីកាត់បន្ថយបញ្ហាស្នឹមថ្មីឬក៏កំណកកបោនៅតាមគល់ថ្មីហ្នឹងឯង 이런 것들이 뭐 작은 문제가 크게 큰 치료로 바뀌는 순간이고요. 이런 것을 잘 기억해 주셨다가 정기적으로 치과 검진을 받으시는 게 중요하세요. ដូច្នេះបើសិនជាយើងមិនមានទម្លាប់ដូច្នោះទេវាអាចនឹងនាំឲ្យយើងមានបញ្ហាមួយគឺចំណាយដើមទុនច្រើនឬក៏ចំណាយលុយច្រើនក្នុងការទទួលការព្យាបាលដ៏ធំទៅថ្ងៃក្រោយដូច្នេះហើយអ្វីដែលសំខាន់ទម្លាប់នៅក្នុងការថែទាំវាជាប្រចាំគឺសំខាន់មែនទែន 통증은 시작이 아니고요. 그 우리가 개입할 시점은 아프고 나서가 아니라 아프기 전입니다. 그러니까 정기적으로 뭐 가까운 근처에 치과들이나 뭐 저희 소치과를 오셔도 되고요. 네, 이렇게 해서 검진을 받으시는 게 진짜 중요합니다. អញ្ចឹងដូច្នេះហើយគឺការដែលអាការៈដែលចាប់ផ្ដើមបញ្ហាសុខភាពមាត់ធ្មេញរបស់យើងគឺមិនមែនទាល់តែវាឈឺជាបញ្ហាទេប៉ុន្តែអ្វីដែលសំខាន់បំផុតគឺថាការថែទាំជាប្រចាំបាទទៅលោកអ្នកទាំងអស់គ្នាអាចកំណត់ពេលវេលាឬថេរវេលាណាមួយដើម្បីទទួលយកសេវាកម្មថែទាំឬក៏ត្រួតពិនិត្យសុខភាពមាត់ធ្មេញនៅមន្ទីរពេទ្យចិត្តផ្ទះរបស់លោកអ្នកឬក៏អាចមកមន្ទីរពេទ្យខ្ញុំក៏បានដែរ 그럼 잇몸 염증이 어떻게 전신으로 퍼지는 데서 간단히 설명을 드릴게요. អញ្ចឹងខ្ញុំនឹងជម្រាបបន្តទៀតពីថាតើគេហៅថាការរលាកចាញ់វានឹងចាប់ដើមដោយរបៀបណាហ្នឹង 그 잇몸 조직은 혈관들이 풍부해서 그 구강 내 세균과 염증을 혈관을 통해서 우리의 전신으로 퍼뜨릴 수가 있습니다.
있습니다. នៅលើចាយថ្មីក៏ដូចជាប្រអប់មាត់របស់យើងគឺសម្បូរសរសៃឈាមច្រើនមែនទែនហើយការរលាកក៏ដូចជាការដំបៅនៅតាមចាយប្រអប់មាត់របស់យើងវាអាចបណ្ដាលឲ្យមេរោគជ្រាបចូលទៅក្នុងខ្លួនរបស់យើងតាមរយៈ